ឡានអគ្គិសនីលីបម៉ូទ័រ C10 សាកថ្មមួយពេញជីបាន530គីឡូតម្លៃ$30,000ស្ដើងហើយមានប្រាក់ចូលរួមមុនត្រឹមតែ$3,000ជាងទៅ$6,000ជាងបងប្អូនអាចបង់រំលោះបានរយៈពេល7ឆ្នាំហើយសម្រាប់ឡាននេះគឺជាប្រភេទ SUV 5កៅអីលក្ខណៈគ្រួសារដែលមានភាពធំទូលាយហើយបានពាក់មកជាមួយនឹង option ជាច្រើនហើយសម្រាប់ option នៅវិញគឺមានដូចជាកៅអីអូតូមាន welcome seat និង memory seat បន្ថែមពីនឹងក៏វាមានមុខងារជាមួយនឹងកៅអីក្តៅជាក់ទាំង driver និង passenger ផងដែរហើយសម្រាប់ចង្កូតនេះវិញគឺជាប្រភេទចង្កូត electronic ងាយស្រួលនៅក្នុងការបត់បែនមាន option adaptive cruise control counter digital ទំហំ 10.1 អ៊ិញជាមួយនឹងអេក្រង់កំសាន្តទំហំ 14.6 អ៊ិញដែលឲ្យយើងឆែកព័ត៌មានផ្សេងៗផងដែរដូចជាជាមួយនឹងកាមេរ៉ា560កាមេរ៉ា record ហើយជាមួយនឹង option ផ្សេងៗហើយនឹងមានប្រព័ន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយដាច់ដោយឡែកពីខាងមុខកៅអីជួរទី2មានសភាពធំទូលាយអាចអង្គុយបានស្មើជិក3ឬក៏4នាក់ដែលសារទទឹងឡាននេះគឺ 1.9 ម៉ែត្រជាមួយនឹងការរចនានៅផ្នែកខាងក្រោយនេះវិញគឺមានភាពទាក់ទាញខ្លាំងមែនទែនបានបំពាក់មកជាមួយនឹងភ្លើង stop LED មួយឆ្នូតហើយជាមួយនឹងប្រភេទគ្រប់ខាងក្រោយនេះវិញគឺជាប្រភេទគ្រប់អូតូបិទបើកដោយស្វ័យប្រវត្តិហើយសម្រាប់គ្រប់ខាងក្រោយនេះវិញផងដែរគឺមានសភាពធំទូលាយអាចដាក់អវ៉ាន់បានច្រើនហើយបន្ថែមពីនឹងក៏វាមានមុខងារជាមួយនឹងដំបូលបើកខាងលើកញ្ចក់ពីមុខដល់ក្រោយផងដែរហើយសម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ឡានលីបម៉ូទ័រ C10 នេះវិញគឺបានបំពាក់មកជាមួយនឹង sensor 14គ្រាប់ជាមួយនឹង radar scan ចាប់ស្លាកចរាចរណ៍ចាប់កន្លងផ្លូវចាប់ប្រាំងអូតូហើយជាមួយនឹងប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់ឡានលីបម៉ូទ័រ C10 ហើយឡានលីបម៉ូទ័រ C10 ក៏ទទួលបានចំណាត់ផ្កាយ5ទៅលើការធ្វើតេស្តបុកប៉ះផងដែរហើយជាមួយនឹងការធានាជូន5ឆ្នាំពីក្រុមហ៊ុនលីបម៉ូទ័រ KH សូមអរគុណ